សូមជម្រាបសួរប្រិយមិត្តជាទីមេត្រីនៅពេលនេះសូមជូននៅអត្ថបទតាក់ទងជាមួយនឹងសុខភាពនិយាយអំពីការដើរហាត់ប្រាណពេលណាល្អបំផុតសម្រាប់សុខភាពបើសិនជាយើងចង់ដើរហាត់ប្រាណហើយធ្វើឲ្យរលាយខ្លាញ់និងស្រឡះខួរក្បាលគួរតែដើរនៅម៉ោងណាទើបមានប្រសិទ្ធភាពចឹងយោងទៅតាមការចុះផ្សាយពីប្រភពបរទេសការដើរហាត់ប្រាណមិនថានៅពេលណាក៏ដោយសុទ្ធតែវាផ្ដល់ផលល្អដល់សុខភាពទូទៅហើយនឹងអាចកាត់បន្ថយនៅហានិភ័យជំងឺរ៉ាំរ៉ៃផ្សេងៗប៉ុន្តែការជ្រើសរើសពេលវេលាជាក់លាក់មួយនឹងផ្ដល់នូវគុណភាពនិងគុណសម្បត្តិពិសេសខុសគ្នាស្របទៅតាមគោលបំណងរបស់បុគ្គលម្នាក់ៗការដើរនៅពេលព្រឹកព្រលឹមមុនពេលទទួលទានអាហារគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់ឬក៏ចង់គ្រប់គ្រងនៅទម្ងន់និងអាចដុតជាតិខ្លាញ់ព្រោះរាងកាយនឹងទាញយកថាមពលពីខ្លាញ់មកប្រើប្រាស់ផ្ទាល់ខ្លួនម្យ៉ាងទៀតការប៉ះពាល់ពន្លឺថ្ងៃនាពេលព្រឹកព្រលឹមនឹងជួយជំរុញនៅអរម៉ូនធ្វើឲ្យខួរក្បាលស្វាងចេះបង្កើននៅការចងចាំនិងជួយឲ្យគេងលក់ស្រួលនៅពេលយប់សម្រាប់អ្នកដែលជ្រើសរើសការដើរនៅពេលថ្ងៃត្រង់ឬពេលរសៀលជាពិសេសក្រោយញ៉ាំអាហាររួចវានឹងជួយសម្រួលដល់ការគ្រប់គ្រងជាតិស្ករនៅក្នុងឈាមកាត់បន្ថយការអង្គុយមួយកន្លែងយូរនិងជួយកាត់បន្ថយនូវភាពតានតឹងការងារបានយ៉ាងពូកែសក្តិសិទ្ធិប្រសិនបើដើរនៅក្នុងបរិយាកាសដែលមានដើមឈើបៃតងចំណែកឯការដើរនៅពេលល្ងាចឬក៏យប់វិញគឺជាឱសថដ៏ស័ក្តិសិទ្ធិសម្រាប់កាត់បន្ថយនៅសាច់ដុំធ្វើឲ្យបន្ថយនៅសម្ពាធឈាមក្រោយពេលដែលឆ្លងកាត់ការនឿយហត់ពេញមួយថ្ងៃព្រមទាំងជួយរក្សានៅលំនឹងនិងសម្ពាធឈាមនិងជាតិស្ករក្រោយពេលអាហាររួចរួមសេចក្តីមកអត្ថប្រយោជន៍នៃការដើរទោះជាពេលណាក៏ដោយគឺពង្រឹងបេះដូងធានានៅអាយុពង្រឹងនៅប្រព័ន្ធភាពស៊ាំនិងពន្យានៅភាពចាស់អ្វីដែលសំខាន់បំផុតមិនមែនជាការជ្រើសរើសម៉ោងដែលល្អដាច់គេនោះទេគឺជាការជ្រើសរើសពេលវេលាដែលសមស្របទៅនឹងកាលវិភាគប្រចាំសប្តាហ៍របស់អ្នកដើម្បីអាចរក្សានៅទម្លាប់ធ្វើលំហាត់ប្រាណនេះឲ្យបានទៀងទាត់និងយូរអង្វែងផងដែរបាទសូមអរគុណ